នៅពេលដែលយើងធ្លាក់ខ្លួនលំបាកមិនមានលុយសូម្បីតែមួយរៀលនៅក្នុងខ្លួនក៏គ្មានអ្នកណាដឹងហើយក៏គ្មានអ្នកណាខ្វល់ពីយើងដែរសូម្បីតែមនុស្សដែលយើងគិតថាយើងស្រឡាញ់ក៏គេអាចនឹងបាត់ស្រមោលពីយើងក៏ថាបាននៅសល់តែខ្លួនយើងទេដែលត្រូវខំមកសង្កត់ចិត្តអត់ធ្មត់ហើយប្រឹងងើបតស៊ូជាមួយនឹងការពិតត្រូវស្ពាយទាំងក្តីសង្ឃឹមនិងទឹកភ្នែកទុកម្នាក់ឯងព្រោះបើយើងទន់ជ្រាយវាអាចនឹងសាហាវជាងអ្វីដែលយើងគិតទៅទៀតដូច្នេះនៅពេលដែលអ្នកមានលុយកុំចាយវាខ្ជះខ្ជាយត្រូវចេះស្គាល់ពាក្យថាសន្សំនិងដាក់គោលដៅជីវិតព្រោះគ្មានអ្នកណាជួយយើងបានល្អក្រៅពីខ្លួនយើងនោះទេត្រូវចាំទុកជានិច្ចថាជីវិតវាមិនថិតថេរនោះទេគ្រប់យ៉ាងត្រូវចាប់ផ្ដើមពីយើងកុំរំពឹងលើជោគវាសនាតែម្យ៉ាងឲ្យសោះបាទសូមអរគុណសម្រាប់ការតាមដានទស្សនា